រថយន្តដឹកឈើប្រណិតមួយគ្រឿងបើកហួសល្បឿនជ្រុលធ្លាក់បន្លាយឯផ្លូវរួចទៅបុកគល់ឈើបណ្ដាលឲ្យធ្លាយចេញសុទ្ធតែឈើប្រណិតជាច្រើនដុំហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 4:10 នាទីរៀបភ្លឺថ្ងៃទី 21 វិច្ឆិកា 2013 នៅលើកំណត់ផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 41 42 ចំណុចស្ពានថ្មទី 3 ដែលស្ថិតនៅក្នុងភូមិពោធិ៍រិទ្ធិក្រៃឃុំស្វាយស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងរថយន្តដឹកឈើប្រណិតក្រឡាប់នោះម៉ាកកាមេរី 95 ពណ៌ខ្មៅគ្មានស្លាកលេខបើកបរទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក៏បានរាយចង្កូតធ្លាក់ចេញពីផ្លូវមកខាងស្ដាំដៃរួចក៏បុកនឹងគល់ឈើទៅមុខលែងរួចនៅក្នុងបន្លាយឯផ្លូវធ្វើឲ្យខ្ទេចមុខរថយន្តទាំងស្រុងតែម្ដងលោកអែមវិចិត្រនាយផ្នែករដ្ឋបាលព្រៃឈើកំពង់បន្លាចបាននិយាយឲ្យដឹងនៅក្នុងកន្លែងថាក្រោយពេលកើតហេតុលោកបានទទួលព័ត៌មានថាមានរថយន្តដឹកឈើក្រឡាប់ពេលនោះលោកក៏បានអស់កម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើចុះដល់កន្លែងកើតហេតុម៉ោងប្រមាណជា 5:20 នាទីទើបឃើញឈើប្រភេទនាងនួន 8 ដុំតែប៉ុណ្ណោះរួចក៏ធ្វើការអូសយករថយន្តរួមនឹងឈើនាងនួន 8 ដុំមកខាងផ្នែកធ្វើការវាស់មានចំនួន 0.422 ម៉ែត្រគីបរួចក៏បានកសាងឯកសារតាមនីតិវិធីច្បាប់ប្រភពពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តដែលក្រឡាប់ធ្លាក់បន្លាយឯផ្លូវនោះបើកបោកក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងរួចក៏បានគិចនឹងរមាក់នៅពីខាងមុខធ្លាក់មកខាងស្ដាំដៃចូលបន្លាយទឹកចេញសុទ្ធតែឈើប្រណិតនៅពេញក្នុងរថយន្តតែម្ដងប្រភពខាងលើដដែលបានឲ្យដឹងទៀតថាភ្លាមនោះគេក៏ឃើញមានរថយន្តមួយគ្រឿងមកពីក្រោយបានសាងយកឈើប្រណិតចេញពីក្នុងរថយន្តអស់មួយចំនួននិងលើកអ្នកបើកបររថយន្តដែលស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់បើកគិចចេញបាត់តែម្ដងដោយខ្លាចអ្នកយកព័ត៌មានថតបានរូបភាពនិងសកម្មភាពរបស់ពួកគេប្រភពដែលឡៃផ្សេងមួយទៀតបានឲ្យដឹងថាជារៀងរាល់យប់គេឃើញមានរថយន្តប្រភេទទំនើបធ្វើសកម្មភាពដឹកឈើប្រណិតឆ្លងកាត់ខេត្តកំពង់ឆ្នាំងដោយពុំញញើតនិងសមត្ថកិច្ចដែលនៅតាមផ្លូវជាតិបណ្ដាក់គ្នាដូចខ្យងនោះឡើយនិងខ្លះទៀតគេដឹកជញ្ជូនតាមឡូរីចេញពីតំបន់បំណក់ចូលខេត្តពោធិ៍សាត់មកទម្លាក់នៅក្នុងស្រុកទឹកផុសរួចដឹកបន្តតាមរថយន្តឆ្ពោះចូលទៅក្នុងក្រុងភ្នំពេញនិងខ្លះទៀតបង្ហោះទៅព្រំប្រទល់ប្រទេសវៀតណាមកន្លងទៅថ្មីនេះរថយន្តកាមេរីឆ្លាមមួយគ្រឿងដឹកឈើប្រណិតចំនួន 37 ដុំឆ្លងកាត់ខេត្តកំពង់ឆ្នាំងទាំងកណ្ដាលថ្ងៃត្រូវបានកន្លប់ផ្ងាជើងនៅក្នុងភូមិអូសណ្ដានចាស់ឃុំទឹកហូតស្រុករលៀបអៀខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ហើយក៏ត្រូវបានបាក់ពួកគេដឹកយកចេញទីទៅបាត់ផងដែររាយការណ៍ពីខេត្តកំពង់ឆ្នាំងខ្ញុំសុខារិនអប្សរាណែត